ជំរាបសួរចាថ្ងៃនេះមកហូបឲ្យមើលទៀតហើយបងប្អូនអើយថ្ងៃនេះបានពោះជ្រូកសាច់ជ្រូក3ជើនជាមួយនឹងមឹកបន្តិចបកងបន្តិចបែបលក្ខណៈគ្រួសារនៅតាមវាលស្រែណាបងប្អូនអើយចាប់ផ្ដើមមកប្រឡាក់សាច់ហើយដាក់សាច់ដាក់បកងយើងមកក៏ដាក់អំបិលម្សៅស៊ុបស្ករដាក់ខ្លាញ់បន្តិចដាក់ប្រេងក្រូមបន្តិចម៉ែខ្ញុំក៏ដាក់ជាមួយនឹងទឹកឃ្មុំបន្តិចបងប្អូនអើយនិយាយថាឈ្ងុយផ្អែមឆ្ងាញ់មែនទែនហូបហើយក៏នឹកចង់ហូបទៀតឃ្លានហើយបងប្អូនអើយមើលទៅនិយាយពីតំណងយ៉ាងតាណានេះដាក់ប្រឡាក់សាច់មកក៏លលឹមបដើមកក៏ទេសភាពស្រស់ស្រាយចាប់ផ្ដើមដាក់បកាត់ភ្លើងអាំងហើយបងប្អូនអើយនិយាយពីថាតំណងខ្លាំងមែនទែនណាបងប្អូនអើយដាក់មកជាផងដាក់ជាថែមតិចទៀតមកក៏មានបន្លែមាននំបញ្ចុកតិចផងក៏និយាយពីថាឆ្ងាញ់ជាតិយ៉ាងតាណានេះដាក់ចោយោមកបងប្អូនអើយឥឡូវនេះសំណើមកចេះហូបបន្លែហូបអីទៅវាថាចូលជាតិគ្នាបានទឹកជ្រលក់ផងអីផងមកសាច់ជ្រូកផងមឹកផងបកងផងមកវាថាឆ្ងាញ់យ៉ាងណានេះវាដាក់យោហើយអាកាសធាតុល្អបូករួមជាមួយនឹងកូកាតិចផងបងប្អូនអើយវាថាឆ្ងាញ់ជាតិយ៉ាងណានេះវីដេអូចែកលេខរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណបងប្អូនទាំងអស់គ្នាហើយកុំភ្លេចចូលមក follow account របស់ខ្ញុំម្នាក់មួយផងណាអរគុណធំ